lực đây đọc và sọc đã lơ xê để xa người xua bóng ôn chân rùm chiết rùm phía xa hay nàyคือ channel YouTube ខ្ញុំកណាខ្ញុំបាទណានិយាយពីរឿងផុសតាម YouTube នេះផុសចម្រុះផុសសពបែបសពយ៉ាងណាបនទៀនក៏ផុសទេសភាពព្រៃភ្នំក្រំថ្មទឹកជ្រោះទឹកធ្លាក់ក៏ផុសណាកំណាព្យការផ្លងធរអាសត្រាវិន័យផ្លូវលោកផ្លូវធរពាក្យពេចន៍បុរាណសម័យគឺផុសក្នុង channel YouTube នេះទាំងអស់ចឹងសូមចិត្តលំចាស់គ្រប់ព្រះអង្គបងប្អូនជ័យតាប្រុសស្រីធម្មញាតិធម្មមិត្តទាំងអស់ជួយ subscribe គាត់និយាយតន់ចប់ផងឆ្កែព្រុសទទួលស្វាគមន៍ភ្លាមតែអញ្ចឹងទៅក៏នឹកឃើញដល់កំណាព្យរបស់លោកគ្រូឈឹងកានណាដែលលោកបាននិយាយថាកើតជាសត្វឆ្កែតែមានបុណ្យចាស់ធ្វើឲ្យឆ្កែនោះមានម្ចាស់ស្រឡាញ់កន្លែងនៅស្អាតចំណីឆ្ងាញ់ឆ្ងាញ់សម្បូរសាច់ខ្លាញ់សុខជាងមនុស្សខ្លះកើតមកជាមនុស្សបុណ្យស្ទើរតែគ្មានក្រខ្សត់អត់ឃ្លានលំបាកក្រៃណាស់រងទុកជាងសត្វដែលមានបុណ្យចាស់កើតមកជួបម្ចាស់ដែលមានចិត្តធម៌តែទោះយ៉ាងណាជាតិមនុស្សឧត្តមព្រោះអាចសន្សំសិលទានបន្តដេរឆានពុំអាចសាងអំពើល្អបើមនុស្សយើងអត់ធម៌អន់ជាងសត្វហើយណែលោកគ្រូឈឹងកានក៏ថាអញ្ចឹងណាមនុស្សយើងខ្លះបើកើតមកមិនមានធម៌នៅក្នុងខ្លួនទេប្រកាសជាអន់ជាងសត្វហើយព្រោះសត្វខ្លះកើតមកជាដេរឆានមែនតែមានសំណាងជាមនុស្សជាងមនុស្សជិះសាឡានទំនើបនៅសាផ្ទះវិឡាស៊ីសិតតសាច់ណាកន្លែងនៅស្អាតចំណីឆ្ងាញ់ឆ្ងាញ់សម្បូរសាច់ខ្លាញ់សុខជាងមនុស្សខ្លះកើតមកជាមនុស្សបនស្ទើរតែគ្មានក្រខ្សត់អត់ឃ្លានលំបាកក្រៃណាស់រងទុកជាងសត្វដែលមានបនចាស់កើតមកជួបម្ចាស់ដែលមានចិត្តធម៌តែលោកគ្រូឈឹងកានក៏គាត់បានថាជាតិជាមនុស្សនេះឧត្តមណាព្រោះអាចសន្សំសិលទានបន្តឃើញទេដេរឆានពុំអាចសាងអំពើល្អបើមនុស្សអត់ធម៌អន់ជាងសត្វហើយព្រោះព្រះលោកថាមនុស្សសៈបដិលាភោការកើតជាមនុស្សនឹងមានលាភធំកិច្ចឆោមនុស្សសៈបដិលាភោណាអញ្ចឹងណាទុលផញ្ចៈមនុស្សសត្វតាំងហើយការកើតជាមនុស្សនោះក៏ជាការមានលាភដ៏ធំដែរណាអញ្ចឹងបងប្អូនយើងអ្នកកើតជាមនុស្សហ្នឹងគឺសំណាងបាទផកប្រេងសំណាងបានសាងកើតជាមនុស្សគឺពាក្យថាមនុស្សនេះមកពីម្នាក់នឹងឧស្សៈម្នាក់ការគិតឧស្សៈពងពោះទេណាអញ្ចឹងក៏សូមឲ្យបងប្អូនប្រុសស្រីយេតាប្រុសស្រីធម្មញាតិធម្មមិត្តបំពេញសេចក្តីល្អឲ្យទានរក្សាសិលគ្រប់អង្គគ្រប់គ្នាកុំបីអខានឡើយ